គ្នាក៏ច្រើនបែកបាក់ក្រុមក៏ច្រើនមកលេងភូមិ02មកចូលមែនពាក្យថាសបាយមួយហត់ថ្នាក់ទី12គឺមានទាំងអស់ចង់ទោះបីជាមិត្តភ័ក្តិទាំងអស់អត់បានរៀនថ្នាក់មួយគ្នាតែនៅតែជាមិត្តភ័ក្តិមាន memory ល្អអញ្ចឹងហើយអត់មានអីនិយាយច្រើនទេជូនពរទាំងអស់គ្នាប្រឡងបានជោគជ័យហើយបាននីតិដែលខ្លួនឯងចង់បានហើយបើចំណាប់អារម្មណ៍ថ្ងៃក្រោយចង់ធ្វើអីមែនចង់ធ្វើ CEO បានអត់ចំពោះថ្នាក់ទី12មានរឿងសបាយហើយមានរឿងជាច្រើនហើយការជួបគ្នារាល់ថ្ងៃហ្នឹងក៏សិតជានិស័យដែរអ្នកខ្លះក៏ជួបគ្នានៅបាត់ថមហើយខ្លះទៀតក៏ជួបគ្នាថ្នាក់ទី9ក៏ដូចជាទី10ហើយនិងទី12ហើយសង្ឃឹមថានៅថ្នាក់ទី12នេះនឹងមាន memory ច្រើនដែលអត់អាចភ្លេចបានអនាគតអត់ចង់បានច្រើនទេចង់គ្រាន់តែមានអាជីវកម្មផ្ទាល់ខ្លួនមួយហើយអាចចង់បានអីដែលខ្លួនឯងចង់បានចង់និយាយថាថ្នាក់ទី12ហ្នឹងគឺជាថ្នាក់ដែលសប្បាយជាងគេនៅក្នុងវិទ្យាល័យដោយសារតាំងពីរៀនមកដូចជាយើងដឹងឲ្យមានបពុច្រើនតែថ្នាក់ទី12នេះមួយគឺថាចូលគ្នាទាំងអស់មកគឺសហការគ្នាបានល្អហើយថ្ងៃអនាគតទៅខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងធ្វើអីដែលយើងចង់ធ្វើទទួលបានទេល្អហើយបើសិនជាចង់ប្រកបអាជីវកម្មឬក៏ធ្វើការងារអីមួយនឹងជោគជ័យទាំងអស់គ្នាអនាគតខ្ញុំចង់ខ្លាយទៅជាមនុស្សស្រីម្នាក់ដែលមានយសស័ក្តិហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គមហើយនឹងមានឥទ្ធិពលពេលរៀនទី12ហ្នឹងមានជួបរឿងជួចាត់ជាច្រើនជុំគ្នាមួយមិត្តភ័ក្តិអីចឹងណាហើយក៏មានភាពលកម្មលកោគ្នាទៅវិញទៅមកដែរតែចុងឆ្នាំក៏សប្បាយចិត្តហើយក៏រាប់អានគ្នាវិញថាមានលុយតិចតួចហើយជួយលក់ដូរម៉ាក់បាយរីកចម្រើនជាងមុនឆ្នាំអារម្មណ៍ទី12ហ្នឹងជួបរឿងច្រើនមានទាំងមិត្តភ័ក្តិដែលធ្លាប់មានកម្មកុំមួយគ្នាក៏ត្រូវគ្នាវិញហើយវាជាឆ្នាំចុងក្រោយអញ្ចឹងយើងនៅតែបន្តមួយគ្នាដោយរលូនសម្រាប់អនាគតវិញចង់ឃើញខ្លួនឯងមានអាជីវកម្មមួយហើយធ្វើអីដែលខ្លួនឯងស្រឡាញ់ហើយចង់ឃើញទាំងអស់គ្នានៅតែដដែលនៅតែរក្សាមិត្តភាពនឹងដដែលហើយជោគជ័យទាំងអស់គ្នាចំណាប់អារម្មណ៍នៅទី12ខ្ញុំមានអារម្មណ៍ថាស្គាល់រសជាតិជាសិស្សច្រើនវាបាក់មានស្រួលតែឥឡូវខ្ញុំដល់ទីបញ្ចប់ទី12អីឥឡូវអត់មានអីនិយាយច្រើនតែអនាគតចង់ខ្លាចជាមហាសេដ្ឋីថ្ងៃចុងក្រោយដែលយើងជួបគ្នាអញ្ចឹងខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែនដែលបានស្គាល់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាគឺពិតជាធ្វើល្អដាក់ខ្ញុំច្រើនមែនទែនហើយខ្ញុំរីករាយដែលបានស្គាល់អ្នកទាំងអស់គ្នាទោះបីជាខ្ញុំអត់សូវបាននិយាយមួយអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំក៏មានចិត្តចង់ជួយអ្នកទាំងអស់គ្នាផងដែរហើយបន្ថែមពីនេះទៀតនៅពេលខាងមុខទៀតរយៈពេល10ឆ្នាំក្រោយខ្ញុំចង់ខ្លាចជា business ហើយខ្ញុំជូនពរអ្នកនរគ្នាប្រឡងទី12បានទេដែលអ្នកនរគ្នាចង់បានអ្នកនរគ្នាហើយជូនពរអ្នកនរគ្នាជោគជ័យទាំងអស់គ្នាចង់និយាយថាថ្នាក់ទី12ហ្នឹងជាថ្នាក់មួយដែលសប្បាយបំផុតនៅក្នុងមួយពេលខ្ញុំរៀនវិទ្យាល័យហ្នឹងហើយរ៉ែដល់ថ្នាក់ទី12ហ្នឹង10លើ10ហ្មងអត់ដែលមានថ្នាក់ណាសប្បាយដល់ថ្នាក់ហ្នឹងហើយសហការគ្នាបានល្អហ្មងអនាគតខ្លួនឯងចង់ឃើញខ្លួនឯងជោគជ័យមានការងារធ្វើធំត្រូវល្អប្រាក់ខែមួយខ្ពស់ដែរហើយមានសុភមង្គលប៉ុណ្ណឹងមានអារម្មណ៍ថាពេលវេលាដើរលឿនព្រោះអីជប់គ្នារៀននៅសាលាតែមួយសិតតែមកពីមាននិស័យហើយនិយាយទៅបទពិសោធន៍រៀនតាំងពីថ្នាក់ទី7រហូតដល់12ហ្នឹងវាមានភាពជួយចត់ច្រើនប៉ុន្តែក៏អរគុណដល់មិត្តភ័ក្តិមួយចំនួនដែលនៅតែនៅអត់ឲ្យ fake ដាក់គ្នាហើយចេះយកអាស្រ័យឲ្យគ្នាទៅវិញទៅមកហើយក៏ជូនពរឲ្យអ្នកទាំងអស់គ្នាប្រឡងបាននេះទេល្អទាំងអស់គ្នាជោគជ័យទាំងអស់គ្នាហើយសម្រាប់ចំណាប់អារម្មណ៍អនាគតខ្ញុំសង្ឃឹមថានឹងបានសម្រាប់ក្តីម្ដងទៅរៀននៅប្រទេសក្រៅហើយចាក់ចេញពីស្រុកខ្មែរទៅនៅស្រុកក្រៅហើយប្រកបរបរមួយដែលអាចសមស្របចំជីវិតខ្លួនឯងចំពោះថ្នាក់ទី12ជាឆ្នាំចុងក្រោយហើយក៏បានស្វែងចិត្តដែលបានមករៀននៅថ្នាក់ហ្នឹងហើយ
họp an nơi mà phải thay chơi tròn ហើយអនាគតខ្លួនឯងចង់ធ្វើអីគេ thong miền business ហើយជោគជ័យមានលុយច្រើន ពួកចំណាយរបស់ខ្ញុំចូលទី12នេះមានអារម្មណ៍ថាស្វ័យចិត្តខ្លាំងមែនដោយសារមានបងប្អូនទាំងអស់គ្នាដែលជួយប្រឹក្សាយោបល់ទាំងលំហាត់ទាំងពីជីវិតរស់នៅប្រចាំថ្ងៃហើយចុងក្រោយខ្ញុំសូមឲ្យទាំងអស់គ្នាបើអាចយើងមានជុំត្រៀបជុំគ្នាទៅខេត្តទាំងអស់គ្នាម៉ៅឡាន45កៅអីបោះតាម camping សប្បាយចុយមកជាពិសេសថ្ងៃអនាគតខ្ញុំចង់ខ្លាចជាវិស្វករបើអ្នកទាំងអស់គ្នាត្រូវការអាចទៅខ្ញុំបាន អត់ដឹងនិយាយដោយសារតំចូលរៀនឆ្នាំហ្នឹងហើយពេលចូលដំបូងគិតថាអត់សូវមានមុខភ័ក្រដោយសារចូលចេះនិយាយហើយប៉ុន្តែពេលប្រឡងពេលអីចឹងមិនដឹងថាមានតាមពិតមើលទៅខ្ញុំមើលដំបូងខ្ញុំមើលឃើញថាអូក៏មិនអត់សូវចេះនិយាយអីចឹងតែតាមពិតពេលប្រឡងមិនដឹងថាប្រាប់គ្នាទាំងអស់ណាគេទូស្គាល់គឺក៏ស្គាល់ក៏ប្រាប់ដែរហើយចង់ថ្ងៃអនាគតចង់បើក pharmacy មួយខ្លួនឯងហើយមានសុភមង្គលហើយអាចធ្វើអីដែលខ្លួនឯងចង់ធ្វើបានហើយចង់ក្រោយជូនពរអ្នកទាំងអស់គ្នាប្រឡងជាប់ហើយមានអនាគតដែលខ្លួនឯងចង់បាន គាត់ថាពេលទី12នេះវាក៏លឿនមួយយ៉ាងដែរខ្ញុំគិតថាទី12ហ្នឹងក៏វាដំណើរវាយឺតតែចង់ប្រាប់ថាចំណាប់អារម្មណ៍ខ្ញុំទី12ហ្នឹងគឺសប្បាយខ្លាំងមានអនុស្សាវរីយ៍ច្រើនហើយក៏មានស្មើគ្នាល្អសាមគ្គីគ្នាអត់ស្រស់គ្នាល្អខ្លាំងហើយក៏ចង់ប្រាប់ថាចង់ឲ្យមាន contact ពីគ្នាដល់រហូតទៅហើយក៏ចំណាប់អារម្មណ៍ក៏អនាគតខ្ញុំទៅក៏ចង់ធ្វើខាង software engineer ប៉ុណ្ណឹង សម្រាប់ទី12ហ្នឹងខ្ញុំមានអារម្មណ៍ថាវាលឿនខ្លាំងហើយយើងទៅបានជួបគ្នាតែប្រហែលខែតែឥឡូវយើងត្រូវបែកគ្នាបាត់ហើយហើយអីដែលអាចភ្លេចបានដោយសារទី12គឺមាន memory ច្រើននៅហ្នឹងហើយជាពិសេសនៅពេលប្រឡងប្រចាំខែអីពួកយើងស្លាញ់ត្រង់ការចែករំលែកគ្នាហ្នឹងហ្មងហើយមួយទៀតគឺពួកយើងអត់ស្គាល់គ្នាប៉ុន្តែអីដែលសំខាន់គឺពួកយើងអត់ចេះប្រកាន់គ្នាហើយមួយទៀតនៅពេលដែលនៅអនាគតខ្ញុំអត់ដឹងខ្លួនឯងធ្វើអីច្បាស់លាស់ទេប៉ុន្តែក៏សង្ឃឹមថានៅថ្ងៃមុខបន្តទៀតនឹងខ្លួនឯងមានការងារមួយច្បាស់លាស់ហើយនឹងអាចជោគជ័យផងដែរ ចំណាប់អារម្មណ៍សម្រាប់ទី12ឆ្នាំហ្នឹងមានរឿងកើតឡើងច្រើនពួកខ្ញុំដូរមកពីថ្នាក់ផ្សេងអញ្ចឹងទៅវាមានរឿងជាច្រើនដោយសារដូចមកក្នុងសង្គមធ្វើមួយហើយត្រូវសម្របខ្លួនចុះសម្រុងមួយអ្នកដទៃថ្មីហើយក៏បានបង្កើត memory ល្អៗមួយគ្នាច្រើនមានធម្មពាក្យមកថាវាសប្បាយខ្លាំងនៅក្នុងទី12ឆ្នាំហ្នឹងហើយនៅថ្ងៃទៅនៅអនាគតខ្ញុំចង់មាន business ខ្លួនឯងមួយចង់ឯករាជ្យខ្លួនឯង ចំណាប់អារម្មណ៍ទី12វាជាទូទៅយើងរៀនមួយគ្នាតែងតែមានភាពល្អនិងភាពអាក្រក់មួយគ្នាហើយទាំងអស់ហ្នឹងយើងក៏បានបោះចោលវាទាំងអស់ហើយយកតែគិតតែភាពល្អជាមួយគ្នានឹងហើយសប្បាយមួយគ្នាទៅចប់ទី12ហើយអនាគតចង់អត់សូវចង់បានអីច្រើនទេអនាគតមានលុយពី3លានហើយមានផ្ទះធំហើយឡានពី3គ្រឿងប៉ុណ្ណឹងបានហើយត្រូវការអីច្រើនហ្នឹង ចំណាប់អារម្មណ៍ទី12មានអារម្មណ៍ថាវាមានសប្បាយផងហើយសប្បាយក្នុងការស្គាល់អ្នករកគ្នាដោយសារមានអារម្មណ៍ថាអ្នករកគ្នាផ្នែកមួយសំខាន់ក្នុងជីវិតខ្ញុំនិយាយទៅបើសិនអត់មានពូម៉ាក់ខ្ញុំក្នុងថ្នាក់ហ្នឹងទេក៏ខ្ញុំអត់អាចកែខ្លួនទៅមនុស្សមួយដែលថាចុះសម្រុងមួយគេខំរៀនខំអីអញ្ចឹងហើយអនាគតខ្ញុំចង់មានអីជាខ្លួនឯងមានផ្ទះខ្លួនឯងឡានខ្លួនឯងហើយចង់ឃើញអ្នករកគ្នាជោគជ័យដូចខ្ញុំដែរ ការមកចូលទី12គឺថាទី12 stress តែពេលចូលទៅបើមានមិត្តភ័ក្តិអញ្ចឹងយើងទៅយើងធម្មតាហ្មងយើង relax ហ្មងនិយាយដល់យើងខំរៀនចូលទៅទី12ហើយបំណងខ្ញុំមានចង់ឲ្យគ្នាយើងចង់ប្រឡងជាប់បាននីតិល្អដែលយើងចង់បានក្នុងបំណងរបស់យើងហើយអនាគតទៅខ្ញុំចង់ធ្វើជាអ្នកមានចំណាប់អារម្មណ៍ទី12ខ្ញុំគិតថាវាមានអនុស្សាវរីយ៍ជាច្រើនមួយមិត្តភ័ក្តិវាតាលេងដៃជុំគ្នាមួយគ្នាធ្វើបនធ្វើឲ្យមួយគ្នាហើយទោះពួកយើងតាលេងដៃមែនប៉ុន្តែពួកយើងខំរៀនខ្លួនដើម្បីអនាគតរៀនខ្លួនហើយសម្រាប់អីដែលខ្ញុំចង់បានហ្មងគឺចង់ឲ្យទាំងអស់គ្នាពុំទាំងអស់គ្នាជាប់ទាំងអស់គ្នាទោះថានីតិអីក៏ដោយក៏ឲ្យតែជាប់សម្រាប់អនាគតខ្ញុំសូមតែធ្វើគ្រូសាស្ត្រមួយផ្ទះទូចមួយហើយសម្រាប់លុយ1លានដុល្លារ មានអារម្មណ៍ថាទី12នេះពិតជាសប្បាយមែនតើហើយខ្ញុំ
ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាបានតែអេទាំងអស់គ្នាហើយខ្ញុំក៏មានអារម្មណ៍សប្បាយរីករាយដែរដែលបានធ្វើដំណើរ12ឆ្នាំនេះរៀនជុំគ្នាហើយធំឡើងខ្ញុំចង់ធ្វើគ្រូពេទ្យថ្នាំសណ្ដំ ចំពោះចំណាប់អារម្មណ៍ទី12មានអីធម្មតាពេលវេលាដើរលឿនហើយយើងម្នាក់សិតតែកើតថ្ងៃខុសគ្នាហើយនៅខេត្តខុសគ្នាតែយើងមកដល់សាលាមួយនេះយើងជុំគ្នាសប្បាយជុំគ្នាទោះមានរឿងអីក៏ដោយក៏ពួកយើងនៅតែសប្បាយជុំគ្នាគេថាសប្បាយใจម៉ែហើយពេលអនាគតខ្ញុំធ្វើបលិសប៉ុណ្ណឹងហើយអរគុណ តសម្រាប់ច្រាប់អារម្មណ៍ថ្នាក់ទី12វាមានអីមិនបែរគ្រាសប្បាយនឹងការរៀនហើយជូនពរឲ្យអ្នកនរគ្នាខំប្រឹងរៀនឲ្យអស់ពីសមត្ថភាពបានលទ្ធផលដែលខ្លួនឯងចង់បានហើយជូនពរឲ្យខ្ញុំហើយអ្នកនរគ្នាមាននៅការងារមួយដែលអាចរកប្រាក់ចំណូលបានច្រើនចំគ្រួសារហើយអាចសង្ឃឹមថានៅមានតំណែងល្អជាមួយគ្នានៅថ្ងៃខាងមុខសូមពីអោស័យលើកទឹកគ្មានអាចកំណត់ សួស្តីសម្រាប់ចំណាប់អារម្មណ៍ទី12របស់ខ្ញុំអត់មានអីច្រើនក្រៅពីអរគុណមិត្តភក្តិទាំងអស់គ្នាដែលបានចូលមកផ្នែកនៃជីវិតរបស់ខ្ញុំមួយនៅ high school នឹងហើយចុងក្រោយសម្រាប់ថ្ងៃអនាគតរបស់ខ្ញុំគ្រាន់ចង់នៅបន្តមិត្តភាពមួយមិត្តភក្តិរហូតទៀត ឡើងទី12មកហ្នឹងមានរឿងច្រើនមានទាំងឆ្លោះគ្នាមួយពួកម៉ាបាត់បង់ពួកម៉ាហើយក៏បានមកជួបមួយពួកម៉ាថ្មីច្រើនដែរដែលផ្ដល់នៅភាពកក់ក្ដៅច្រើនលេងមួយគ្នាអត់ប្រកាន់ហើយក៏ជូនពរឲ្យពួកគាត់ទទួលបាននៅលទ្ធផលល្អនៅពេលប្រឡងហើយធំឡើងរកស៊ីមានបានមានអនាគតមានដៃគូល្អដែលចេះថែរក្សាអ្នកទាំងអស់គ្នាពេលធំឡើងចង់មានក្រុមហ៊ុនខ្លួនឯងតពីប៉ាហើយក៏ចង់បើក business ខ្លួនឯងមួយដែរដើម្បីផ្គត់ផ្គង់ខ្លួនឯង ចំណាប់អារម្មណ៍ខ្ញុំសម្រាប់ទី12ធម្មតាសប្បាយហើយយើងមានអនុស្សាវរីយ៍ច្រើនដែលយើងបានបង្កើតហ្នឹងហើយអនុស្សាវរីយ៍ខ្ញុំចូលចិត្តជាងគេពេលធ្វើលំហាត់យើងរអូជុំគ្នាហើយពេលយើងរៀនម៉ោងគ្រូគណិតអីយើងបាក់មួយគ្នាហើយអនាគតខ្ញុំធ្វើចង់ខ្លាចជា architecture ហើយចង់ឲ្យប៉ាម៉ាក់ខ្ញុំមានមោទនភាព សួស្តីអ្នកទាំងអស់គ្នាចំពោះចំណាប់អារម្មណ៍ថ្នាក់ទី12របស់ខ្ញុំហ្នឹងខ្ញុំអត់មានអីច្រើនទេខ្ញុំគ្រាន់តែថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខុសពីថ្ងៃធម្មតាពួកយើងបានស្គាល់គ្នាច្រើនឆ្នាំអីយើងមានរឿងល្អអាក្រក់ដើរទៅមុខមួយគ្នាទាំងអស់ហើយបញ្ហាអីយើងមានអីយើងជួយដោះស្រាយគ្នាទាំងអស់ហើយខ្ញុំមានអារម្មណ៍ថាអ្នកទាំងអស់គ្នាជាមនុស្សដែលស្រួលរាប់អានជាងគេហើយចំពោះថ្ងៃអនាគតខ្ញុំចង់ឃើញអ្នកទាំងអស់គ្នាជោគជ័យទាំងអស់គ្នាហើយព្រមទាំងខ្ញុំចង់ឃើញខ្លួនឯងខ្លាចជាមនុស្សមួយដែលជោគជ័យមានអីគ្រប់យ៉ាងដែលខ្លួនឯងចង់បានហើយមានអីច្រើនឯងចង់ជូនបងអ្នកទាំងអស់គ្នាជោគជ័យក្នុងជីវិតហើយប្រឡងចប់ទី12ទាំងអស់គ្នា ទី12ហ្នឹងមានន័យមែនតើហើយអនុស្សាវរីយ៍ដែលចង់ចាំអត់ភ្លេចហ្នឹងលួចមើលគ្នាពេលប្រឡងអនាគតចង់ធ្វើប៉ាម៉ាស៊ីអ្នកលក់ថ្នាំហើយចង់ក្រោយចង់ជូនពរពួកគាត់ទាំងអស់គ្នាទទួលបានជោគជ័យទាំងអស់គ្នាហើយប្រឡងបាក់ឌុបហ្នឹងទទួលបានលទ្ធផលដែលល្អដែលពួកគាត់ចង់បានហើយសង្ឃឹមថាយើងនៅស្គាល់រាប់អានគ្នាកុំឲ្យដូចពេលគេនិយាយថាចាប់ទី12យើងបែកគ្នាយើងលែងស្គាល់គ្នាយើងនៅរាប់អានគ្នាតទៀតថ្ងៃហ្នឹងចាប់ high school មានអារម្មណ៍ថាសប្បាយចិត្តហើយ appreciate everyone here ហើយនឹងសប្បាយចិត្តពី new chapter and also អរគុណដែលហ៊ានមួយគ្នារយៈពេល12ឆ្នាំហ្នឹងវាមានរឿងច្រើនប៉ុន្តែ yeah happy that we graduate together
ទី12ហ្នឹងមានរឿងច្រើនឆ្លោះគ្នាក៏ច្រើនបែកបាក់ក្រុមក៏ច្រើន ឆ្លោះគ្នាហើយក៏ត្រូវគ្នាឆ្លោះគ្នាហើយក៏ត្រូវគ្នាវិញហើយក៏អត់មានបំណងថានឹងពេលឆ្លោះគ្នានឹងក៏អត់មានបំណងថាសងសឹកឬក៏ស្អប់គ្នារហូតដែរក៏ចង់ឲ្យត្រូវគ្នាវិញអញ្ចឹងហើយសង្ឃឹមថាពេលចប់high school ហ្នឹងនៅបន្ត contact គ្នារហូតយ៉ា បទពិសោធន៍រៀនទី12ហ្នឹងវាមានអនុស្សាវរីយ៍ច្រើនហើយឆ្លោះគ្នាក៏ច្រើនបែកបាក់ក្រុមក៏ច្រើនតែពួកយើងក៏នៅតែរាប់អានគ្នានៅតែស្រឡាញ់គ្នាទោះមានរឿងអីក៏ដោយ សួស្តីអ្នកគ្នាខ្ញុំសាក់រៀននៅទី12ហើយជាមួយនឹងពូម៉ាក់អស់គ្នាត្បិតតែខ្ញុំមិនបានរៀនជាមួយពួកគាត់មែនតែតាំងពីទី11ទី11ទី10ទី9ខ្ញុំបានរៀនជាមួយពួកគាត់ហើយមានអនុស្សាវរីយ៍ច្រើនទាំងពួកយើងបាយជុំគ្នាដើរលេងមួយគ្នាដេកមួយគ្នាផឹកមួយគ្នាហើយថ្ងៃអនាគតខ្ញុំត្រូវជាមនុស្សធម្មតាម្នាក់ធ្វើជាប៉ូលីសធ្វើជាប៉ូលីសហើយជីវិតចង់ក្រោយរបស់ខ្ញុំចង់ដើរលេងជុំវិញស្រុកខ្មែរនិងក្រៅប្រទេសបន្តទៀត ចំណាប់អារម្មណ៍ថ្នាក់ទី12ហ្នឹងមានស្បាយអត់ស្បាយក៏មានធម្មតាតែសូមឲ្យជាប់ A ទាំងអស់គ្នាហើយអនាគតទៅចង់មានលុយច្រើនចង់ខ្លាចជាសេដ្ឋីម៉ាក់ថ្ងៃហ្នឹងកូនជាប់ចិត្តចាប់ទី12អីសម្រាប់ឆ្នាំអារម្មណ៍ថ្នាក់ទី12ធម្មតាហើយអនាគត អត់តន់ចង់គិតទេថាបច្ចុប្បន្នសំខាន់បច្ចុប្បន្នកាលយើងធ្វើឲ្យបានល្អសិនទៅអនាគតវាគង់ល្អតាមហ្នឹងឯងស៊ីសងលើបច្ចុប្បន្នថាយើងល្អឬក៏មិនហើយចំពោះបញ្ហាផ្សេងៗអីដោះស្រាយស្រួលចេះទៅតែសម្រាប់ចំណាប់អារម្មណ៍មែនតើហ្មងវាធម្មតានៅធម្មតា Does your body drop and tell you to stop អរគុណអ្នកនរគ្នាដែលបានស្គាល់អ្នកនរគ្នាយើងជួបគ្នាដោយសារនិស្ស័យបែកគ្នាដោយសារអនាគតជាចុងក្រោយយើងមានច្រើនទេជូនពរអ្នកនរគ្នាទទួលបានលទ្ធផលល្អទាំងអស់គ្នាមកលេងមួយក្រុម02មកមកលេងមួយគុំ02មក